ដើមស្បូនស្ត្រីឬ Crinomatifolium នេះណាគឺចេញផ្កាមកស្អាតមែនទែនផ្កាក្អូបឈ្ងុយសំខាន់ស្លឹកនិងផ្កាធ្វើជាតែសុខភាពបានយ៉ាងល្អជួយទៅលើបញ្ហាសុខភាពដូចជាបញ្ហាដុំគិះគ្រប់ប្រភេទគិះទឹកសាច់ខ្លាញ់ឈាមបញ្ហារោគស្ត្រីរាំងរដូវបញ្ហាធ្លាក់សធំក្លិនស្បូនរូនស្បូនលាន់រមាស់ទ្វារមាសបញ្ហាស្លុតជញ្ជាំងទ្វារមាសក៏ដូចជាបញ្ហាលាក់ស៊ីច្រមុះកាពះពោះវៀនរ៉ាំរ៉ៃឬដួងបាតសម្រាប់ទៅលើបងបរោះគឺជួយទៅលើកាពីងប្រូស្តាតនិងបញ្ហាគ្រោះត្រង់នោមនិយាយទៅស្លឹកដើមស្បូនស្ត្រីនេះណាពុកម៉ែបងប្អូនទាំងអស់គ្នាគឺប្រើបានទាំងបរិសុទ្ធស្ត្រីតែម្ដងណាមិនថាតែបើចង់និយាយថាមិនថាតែស្ត្រីយើងទេបានញ៉ាំបានហ៎បរិសុទ្ធក៏ញ៉ាំបានដូចគ្នាហើយជួយទៅលើបញ្ហាសុខភាពល្អមែនតើអាចធ្វើជាតែសុខភាពទោះបីជាពុកម៉ែបងប្អូនអត់មានបញ្ហាសុខភាពអីក៏ដោយអាចយកស្លឹកតែស្បូនស្ត្រីនេះទៅដាំញ៉ាំដើម្បីជំនួយទៅលើសុខភាពបានណា